ជំរាបសួរបងប្អូនទាំងអស់គ្នាចាងើបឡើងគឺម៉ោង2នេះជាការចាប់ផ្ដើមរាល់ព្រឹករបស់ប៉ាខ្ញុំរយៈពេល20ឆ្នាំមកនេះគឺភាគច្រើនគឺម៉ោង2នឹងឯងបងប្អូនចានេះជាវីដេអូទី1ដែលប៉ាគាត់សូមឲ្យខ្ញុំជួយថតអាយុកាលវីដេអូនេះខ្ទង់ជិត20ឆ្នាំហើយបងប្អូនចាដូចជាអាចហ្នឹងហើយគាត់ធ្វើការនៅហាងហ្នឹង20ឆ្នាំប៉ុន្តែចាហើយវីដេអូនេះដូចជាថតប្រហែលជា20ឆ្នាំឬក៏19ឆ្នាំមុនអីអញ្ចឹងណាបងប្អូនចានាងខ្ញុំក៏អត់បានចាំដែរចាគឺវីដេអូហ្នឹងគោលបំណងរបស់គាត់ចង់ថតផ្ញើបងប្អូននៅស្រុកខ្មែរទុកមើលចាទីបំផុតជិត20ឆ្នាំហ្នឹងគឺខ្ញុំបានកាត់ឲ្យគាត់ចាដើម្បីបានគាត់មើលផងនឹងបានបងប្អូនយាយតាអំពូមីងនិងមិត្តភ័ក្តិរបស់ប៉ាម៉ាក់បានមើលទាំងអស់គ្នាផងចាគឺបងប្អូនដែលធ្វើដូណាត់នឹងស្រាប់ហើយថាចាប់ផ្ដើមពីអីខ្លះប៉ុន្តែបងប្អូនដែលនៅស្រុកខ្មែរគឺអត់បានដឹងទេចានៅពេលដែលចូលមកដល់ក្នុងហាងអញ្ចឹងប៉ាគាត់ឲ្យថតចាអ្វីៗដែលមាននៅក្នុងហាងអញ្ចឹងណាចាមានតុសម្រាប់ភ្ញៀវអង្គុយមានទូសម្រាប់តាំងដាក់នំចាហើយមានទូសម្រាប់ដាក់គ្រឿងទឹកលក់គ្រឿងកំប៉ុងគ្រឿងអីអញ្ចឹងណាចាហើយគាត់ក៏បានបង្ហាញដែរថានោះជាគេហៅថា menu เนาะចាជាមុខម្ហូបចាមុខម្ហូបមានតម្លៃមានអីអញ្ចឹងថាមានអីខ្លះហើយតម្លៃប្រមាណអីប្រមាណចាហើយដូចបងប្អូនបានឃើញអញ្ចឹងគឺតម្លៃនំពេលនោះគឺត្រឹមតែដូចជា40សេនទេប៉ុន្តែឥឡូវគឺតម្លៃនំឡើងដល់1រៀល10សេន1រៀល20សេនអីហើយចានឹងឲ្យជិះពីផ្ទះមកគឺអស់រយៈពេលប្រហែលជា10-15នាទីហើយនោះជាចាกระดาษបងពុនกระดาษស្នាមដែលយើងអាចដាក់តាំងនៅហាងចាំបាច់គឺគេតម្រូវឲ្យយើងតាំងនៅហាងដើម្បីយើងបើកហាងនឹងបានហើយនេះជាម៉ាស៊ីនកម្ដៅនំចាកម្ដៅតា10វិនាទី20វិនាទីអីហ្នឹងក្ដៅល្មមញ៉ាំចាហើយនេះជាម៉ាស៊ីនកាហ្វេសម្រាប់ឆុងកាហ្វេចាមានកែវកាហ្វេមានប្រដាប់កិនគ្រាប់កាហ្វេហ្នឹងហើយចាគឺពេលហ្នឹងខ្ញុំគិតថាប៉ាគាត់អ្នកថតហើយរៀបរាប់ទេប៉ុន្តែដោយសារខ្ញុំថតវាចេញពីកាមេរ៉ាសម័យនោះប្រើកាមេរ៉ាអញ្ចឹងណាចាហើយសំឡេងវាអត់ច្បាស់ទេទៅខ្ញុំយកមកនិយាយបន្ថែមប៉ុន្តែថ្ងៃណាមានពេលទំនេរខ្ញុំនឹងដាក់សំឡេងស៊ីនឲ្យបងប្អូនស្ដាប់ដែរអញ្ចឹងណាចាចង់ថែរក្សាទុកអ្វីជាចាប់ផ្ដើមមកចាថតទាំងអស់ហ្នឹងហើយនេះជាបន្ទប់ទឹកដែលតម្រូវឲ្យហាងមួយគឺត្រូវមានដោយសារជាហាងម្ហូបអាហារអញ្ចឹងភ្ញៀវត្រូវចូលលាងដៃលាងអីបោះដៃបោះជើងអីអញ្ចឹងណាចាអ្នកដូចប៉ាគាត់បង្ហាញអញ្ចឹងមួយនេះគឺជាម៉ាស៊ីនកិនគ្រាប់កាហ្វេចាបងប្អូនឃើញគ្រាប់កាហ្វេនៅក្នុងនឹងអត់ចាចុចទៅកិនភ្លាមហើយឆុងភ្លាមមួយកែវធំសម្រាប់ទុកចាក់ឲ្យភ្ញៀវបាន3-4កែវតូចអីអញ្ចឹងណាបងប្អូនចាវីដេអូហ្នឹងរៀងវែងដែរហើយសង្ឃឹមថាបងប្អូនមើលអត់ធុញទេរូបភាពក៏វាអត់សូវច្បាស់ដែរប៉ុន្តែចាព្រោះ20ឆ្នាំហើយបងប្អូនចាហើយនេះជាកែវសម្រាប់ឆុងកាហ្វេហ្នឹងបងប្អូនចាហើយនេះជាម៉ាស៊ីនcappuccino ហ្នឹងហើយមាន hot chocolate មានអីអញ្ចឹងទៅជាពពួកកាហ្វេផ្អែមណាបងប្អូនចាមានរសជាតិផ្អែមឆុងចេញមកគឺផ្អែមស្រាប់ហើយនេះគឺជាការងារដែលប៉ាគាត់ចាប់ផ្ដើមមកដល់គឺគាត់បើកគម្របស្ករចាគឺស្ករទុកជ្រលក់នំបងប្អូនចាអញ្ចឹងសូមបងប្អូនចាំមើលវីដេអូទី2ទាំងអស់គ្នា